សូមជូនរឿងព្រះនាងកេសរនិងផ្កាឈូកនាពេលព្រឹកមួយក្នុងសួនព្រះបរមរាជវាំងព្រះនាងកេសរបានដើរជាមួយមាតារបស់នាងក្លិនផ្កាស្រស់ៗក្រអូបបានហោះអណ្ដែតតាមខ្យល់ប៉ុន្តែព្រះនាងមិនមានសេចក្តីរីករាយឡើយព្រះមហាក្សត្របានប្រកាសអំពីពិធីដង្ហែប្រាសាទដ៏ធំព្រះនាងកេសរមើលទៅផ្លូវមានភក់ជាច្រើនហើយព្រះនាងមានការស្ទាក់ស្ទើរក្នុងចិត្តព្រះនាងស្ទាក់ស្ទើរក្នុងការដើរចូលក្នុងផ្លូវភក់ព្រះនាងមិនសប្បាយចិត្តនិងមិនចង់ឲ្យសម្លៀកបំពាក់ស្រស់ស្អាតរបស់នាងកខ្វក់ដោយសារភក់ឡើយសូរិយាបានជះពន្លឺឡើងធ្វើឲ្យព្រះនាងមួលផ្កាឈូកដែលលូតឡើងពីភក់នោះទើបធ្វើឲ្យព្រះនាងយល់ឃើញថាសូម្បីជីវិតក៏អាចស្រស់ស្អាតបានពេលចិត្តរបស់យើងស្រស់ស្អាតដោយផ្កាឈូកនេះផងដែរព្រះនាងកេសរមើលទៅក្នុងទឹកហើយសម្គាល់ថាផ្កាឈូកស្អាតដោយសារតែបានដុះចេញពីភក់ព្រះនាងក៏ញញឹមដោយក្តីរីករាយព្រះនាងដើរជើងទទេចូលទៅក្នុងភក់និងលេងភក់យ៉ាងសប្បាយរីករាយសម្លៀកបំពាក់របស់ព្រះនាងប្រឡាក់ពោពេញទៅដោយភក់ប៉ុន្តែព្រះនាងនៅតែសប្បាយរីករាយអ្នកភូមិសប្បាយរីករាយក្នុងការរៀបចំសម្រាប់ពិធីដង្ហែមនុស្សទាំងអស់សប្បាយចិត្តទទួលស្វាគមន៍ព្រះនាងកេសរបានយាងទៅជាមួយព្រះមេដាបិតានិងអ្នកភូមិទ្រង់យាងដំណើរដោយជើងទទេជាមួយសេចក្តីរីករាយក្នុងចិត្តព្រះនាងដាក់ផ្កាឈូកលើបង្គោលប្រាសាទដោយចិត្តសុខសាន្តភ្លើងទៀនភ្លីចែងចាំងដោយសេចក្តីស្អាតក្នុងចិត្តរបស់នាងសេចក្តីស្អាតពិតប្រាកដមកពីចិត្តនៃស្អាត